តើកម្ពុជារបស់យើងគួរតែមានប្រព័ន្ធការពារដែនអាកាសដ៏ទំនើបនេះដែរឬទេនេះគឺជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើប HQ-12 ឬ KS-1 វាគឺជាប្រព័ន្ធការពារដែនអាកាសដែលផលិតដោយប្រទេសចិនប្រព័ន្ធការពារដែនអាកាសនេះវាពិតជាអស្ចារ្យខ្លាំងណាស់ព្រោះវាជាប្រព័ន្ធការពារដែនអាកាសដំបូងគេរបស់ប្រទេសចិនដែលមានមុខងារទំនើបគឺរ៉ាដាមិនចល័តដោយខ្លួនវាអាចចាប់មុខងារសត្រូវបានដោយមិនចាំបាច់បង្វែររ៉ាដាវាអាចបាញ់ទម្លាក់យន្តហោះឬក៏បាញ់ទម្លាក់មីស៊ីលក្នុងរយៈកម្ពស់រហូតដល់20គីឡូម៉ែត្រទៅ50គីឡូម៉ែត្រឯណោះតើបងប្អូនគិតថាប្រទេសកម្ពុជារបស់យើងគួរតែមានប្រព័ន្ធការពារនេះដែរឬទេទាំងនេះគឺជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់កម្ពុជាដែលទិញមកពីប្រទេសចិនដែលមានឈ្មោះថា KS-1C ដែលផលិតដោយក្រុមហ៊ុន China Aerospace Scan and Industry Corporation ប្រព័ន្ធការពារដែនអាកាសនេះបានធ្វើទំនើបកម្មពីប្រព័ន្ធការពារដែនអាកាស KS-1A វាមានសមត្ថភាពអាចបាញ់ចម្ងាយឆ្ងាយរហូតដល់70គីឡូម៉ែត្រនិងអាចហោះកម្ពស់ជាង27គីឡូម៉ែត្រគូបញ្ជាក់ផងដែរថាប្រព័ន្ធការពារដែនអាកាសធុនថ្មី KS-1C ត្រូវបានធ្វើទំនើបកម្មថ្មីពីប្រព័ន្ធការពារដែនអាកាស KS-1A ហើយវាមានសមត្ថភាពខ្លាំងណាស់វាអាចបាញ់ចំគោលដៅក្នុងរយៈកម្ពស់300ម៉ែត្រដល់27គីឡូម៉ែត្រនិងចម្ងាយវែង 7.70គីឡូម៉ែត្រការដ៏ទំនើបរបស់កម្ពុជាដែលទិញមកពីប្រទេសចិនដែលមានឈ្មោះថា KS-1C ដែលផលិតដោយក្រុមហ៊ុន China Aerospace Scan and Industry Corporation ប្រព័ន្ធការពារដែនអាកាសនេះបានធ្វើទំនើបកម្មពីប្រព័ន្ធការពារដែនអាកាស KS-1A វាមានសមត្ថភាពអាចបាញ់ចម្ងាយឆ្ងាយរហូតដល់70គីឡូម៉ែត្រនិងអាចហោះកម្ពស់ជាង27គីឡូម៉ែត្រគូបញ្ជាក់ផងដែរថាប្រព័ន្ធការពារដែនអាកាសធុនថ្មី KS-1C ត្រូវបានធ្វើទំនើបកម្មថ្មីពីប្រព័ន្ធការពារដែនអាកាស KS-1A ហើយវាមានសមត្ថភាពខ្លាំងណាស់វាអាចបាញ់ចំគោលដៅក្នុងរយៈកម្ពស់300ម៉ែត្រដល់27គីឡូម៉ែត្រនិងចម្ងាយវែង 7.70គីឡូម៉ែត្រ